ព័ត៌មានទី4នេះគឺខ្ញុំដកស្រង់ពីសារព័ត៌មាន Bloomberg បាទសារព័ត៌មាន Bloomberg បានឲ្យដឹងថាខាងប្រទេសថៃហ្នឹងគឺខិតខំប្រឹងប្រែងយ៉ាងណាប្រើប្រាស់ចាក់ការចរចាឬក៏កិច្ចព្រមព្រៀងសន្តិភាពដែលលោកប្រធានាធិបតី Donald Trump បានជួយសម្របសម្រួលនេះធ្វើជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់ការចរចាឲ្យបានពន់គយទៀតជាមុនបាទគឺបើតាមលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបាននិយាយថាថៃគឺមានគោលបំណងទាញយកនៅផលប្រយោជន៍ពីការខិតខំប្រឹងប្រែងដើម្បីសន្តិភាពរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជាហ្នឹងធ្វើជាប្រធានបទមួយបាទដើម្បីចរចាជាមួយលោកត្រាំពីព្រោះលោកត្រាំលោកពេញចិត្តនឹងការរៀបចំឲ្យមានសន្តិភាពនេះបាទហើយធ្វើយ៉ាងណាក៏ជារការហ្នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសថៃជាមួយនឹងសហរដ្ឋអាមេរិកបានល្អប្រសើរឡើងដែរការថ្លែងនេះគឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសថៃបានចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសកម្ពុជាដែលកាលពីថ្ងៃទី26ណាបាទចឹងនៅក្នុងបទសម្ភាសន៍នេះគឺគាត់ធ្វើកាលពីថ្ងៃទី27បាទសារព័ត៌មាន Bloomberg តែផ្សាយនៅថ្ងៃនេះគឺលោកសៀស័កភួងកិតកែវបាននិយាយនៅក្នុងបទសម្ភាសន៍ថាទីក្រុងបាងកករំពឹងថាខ្លួននឹងមានឥទ្ធិពលវិជ្ជមានទៅលើការចរចាពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិកលោកសៀស័កបានបន្ថែមថាចាប់តាំងពីយើងចាប់ផ្ដើមការចរចាជាមួយនឹងប្រទេសកម្ពុជាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកយើងតែងតែនិយាយថាយើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងពិនិត្យមើលលើបញ្ហាពន្ធគយផងដែរបាទយើងបានបង្ហាញពីជំហររបស់យើងហើយយើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងធ្វើការពិចារណាជាវិជ្ជមានចំពោះកង្វល់មួយចំនួនរបស់យើងហើយក៏ពិនិត្យមើលការចរចាពន្ធគយទាំងនេះនៅក្នុងបរិបទទូលំទូលាយនៃផលប្រយោជន៍ទូលំទូលាយដែលយើងមានរួមគ្នាបាទនេះគឺជាភាសារបស់លោកសីអាសានៅក្នុងគណៈពេលដែលភាពតានតឹងព្រំដែននឹងការចរចាពាណិជ្ជកម្មគឺជាបញ្ហាដាច់ដោយឡែកពីគ្នាចំពោះប្រទេសថៃគឺកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អាស៊ានគឺជាការមួយផ្ដល់ឱកាសឲ្យលោកអនុทิនឆាន់វីដាគុនលើកឡើងអំពីបញ្ហាពន្ធគយដោយផ្ទាល់ជាមួយនឹងលោកត្រាំហើយប្រទេសជិតខាងទាំងពីរនេះគឺកម្ពុជានិងថៃបានបញ្ចប់ការប៉ះទង្គិចគ្នាតាមព្រំដែនរយៈពេលខ្លីក៏ប៉ុន្តែមានលក្ខណៈផ្ដាច់ផ្ដាល់ជីវិតនេះគឺកាលពីដើមឆ្នាំនេះបន្ទាប់ពីលោកត្រាំបានគម្រាមកាត់ផ្ដាច់កិច្ចចរចាពាណិជ្ជកម្មជាមួយនឹងប្រទេសទាំងពីរដំណើររបស់លោកត្រាំមកកាន់ទ្វីបអាស៊ីគឺលោកប្រធានាធិបតីចង់ជំរុញនៅទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូនៅក្នុងតំបន់អាស៊ីរបស់ខ្លួនមុនពេលដែលលោកជួបជាមួយនឹងសមាភាគីចិនគឺលោកស៊ីជីនពីងនៅថ្ងៃប្រហ័សនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះនៅក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានគឺលោកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីនិងកម្ពុជាក៏ដូចជាកិច្ចព្រមព្រៀងរ៉ែសំខាន់ជាមួយនឹងម៉ាឡេស៊ីនិងថៃផងដែរបន្ទាប់មកលោកប្រធានាធិបតីបានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូជាទីកន្លែងដែលលោកបានសរសើរនាយករដ្ឋមន្ត្រីជប៉ុនដែលទើបជាប់ឆ្នោតថ្មីគឺអ្នកស្រី Shane Takaichi នៅទីនោះហើយលោកអនុทินវិញក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានក្របខ័ណ្ឌជាមួយនឹងលោកប្រធានាធិបតី Donald Trump ហើយគឺលោកត្រាំក៏បានចុះជាមួយនឹងកម្ពុជាផងដែរនៅក្នុងពេលដែលមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនោះបាទព័ត៌មានលម្អិតសំខាន់នោះរួមមានការបន្ធូរបន្ថយពន្ធគយចំនួន19% របស់លោកត្រាំដែលគេត្រូវបានចរចាក្នុងពេលកន្លងមកហើយលោកសីអាសាក់គឺលោករដ្ឋមន្ត្រីមើលឃើញថានោះជាឱកាសមួយដើម្បីកំណត់ទំនាក់ទំនងរបស់ប្រទេសថៃជាមួយនឹងសហរដ្ឋអាមេរិកឡើងវិញផងដែរលោកបាននិយាយថាបញ្ហាប្រឈមសម្រាប់ទីក្រុងបាងកកគឺការស្វែងរកនៅវិស័យថ្មីដែលមានផលប្រយោជន៍រួមជាមួយនឹងសហរដ្ឋអាមេរិកខណៈពេលដែលកំពុងធ្វើឲ្យមានតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសចិនផងដែរដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសថៃអ្នកការទូតរូបនេះដែលមានបទពិសោធន៍ជាង4ទសវត្សរ៍នឹងបានចូលកាន់តំណែងកាលពីខែមុនបានកត់សម្គាល់ថាមធ្យោបាយដែលអាចកើតមានរួមមានការប្រែប្រួលអាកាសធាតុសុខភាពនិងឧក្រិដ្ឋកម្មឆ្លងដែនដែលជាបញ្ហាដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់ទីក្រុង Washington ដោយសារតែប្រតិបត្តិការឆៅបោកនៅក្នុងតំបន់
លោកបានបន្ថែមថាអនុសារណៈនៃការយោគយល់គ្នាលើរាយសំខាន់ដែលបានចុះហត្ថលេខាជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកត្រាំមានសក្តានុពលក្នុងការជួយប្រទេសថៃឲ្យអភិវឌ្ឍវិស័យទាំងអស់នេះលោកបានមានប្រសាសន៍ថាគឺមានរឿងកិច្ចការជាច្រើនដែលមានសារៈសំខាន់ដែលយើងនៅមានដែលយើងអាចធ្វើបានក្នុងនាមជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិកប្រទេសថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាមួយក្នុងចំណោមសម្ព័ន្ធមិត្តសន្ធិសញ្ញាចំនួន2របស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ដោយសន្ធិសញ្ញាទីក្រុងម៉ានីលឆ្នាំ1954គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសន្តិសុខរបស់ពួកគេនិងសន្ធិសញ្ញាមិត្តភាពឆ្នាំ1966ដែលផ្ដល់លក្ខខណ្ឌវិនិយោគអំណោយផលសម្រាប់អាជីវកម្មរបស់សហរដ្ឋអាមេរិកដោយជួយបង្កើតវិស័យផលិតកម្មដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងអំឡុងសង្គ្រាមវៀតណាមប្រទេសថៃបានផ្ដល់សិទ្ធិឲ្យយោធាសហរដ្ឋអាមេរិកប្រើប្រាស់ជាច្រើនហើយសប្តាហ៍នេះនៅតែជាមូលដ្ឋានសម្រាប់សមយុទ្ធរួមគ្នាដ៏ធំបំផុតមួយចំនួនរបស់ប្រទេសនៅក្នុងតំបន់លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថាយើងទៅតែនាំយកសម្ព័ន្ធភាពសន្ធិសញ្ញានេះចូលទៅក្នុងស្ថានភាពបច្ចុប្បន្នដែលយើងកំពុងតែប្រឈមមុខនាពេលឥឡូវនេះពីព្រោះសម្ព័ន្ធភាពសន្ធិសញ្ញាមានប្រភពដើមក្នុងអំឡុងសង្គ្រាមត្រជាក់ហើយឥឡូវសង្គ្រាមត្រជាក់បានចប់ហើយទំនាក់ទំនងនេះតែងតែត្រូវបានសាកល្បងឬក៏ត្រូវបានពិចារណាឆ្លងកាត់តាមរយៈរដ្ឋប្រហារជាច្រើននៅក្នុងប្រទេសថៃនិងការតវ៉ាតាមដងផ្លូវនានាខណៈដែលរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធាបានចាត់វិធានការបង្ក្រាបចលនាគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យដែលបង្កើតឲ្យមានចលាចលម្ដងហើយម្ដងទៀតដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសថៃលោកសៀសាបានមានប្រសាសន៍ថាជំហានដំបូងគឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានអនុម័តក្រោមរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធាប្រទេសថៃក៏ត្រូវគ្រោងនឹងធ្វើការបោះឆ្នោតជាតិនៅក្នុងខែខាងមុខនេះផងដែរអ្នកការទូតរូបនេះបាននិយាយថាគឺអ្វីដែលយើងធ្លាប់មានក្នុងពេលអតីតកាលជាមួយនឹងសហរដ្ឋអាមេរិកកាលពី20-30ឆ្នាំមុនគឺវាខុសគ្នាព្រោះឥឡូវនេះដូចជាប្រទេសថៃដូចជាមិនសូវជាប្រទេសសំខាន់នៅក្នុងក្រសែភ្នែករបស់សហរដ្ឋអាមេរិកទៀតនោះទេហើយនោះដោយសារតែនយោបាយរបស់ប្រទេសថៃនឹងមិនសូវមានភាពថិតថេរហើយវាសំខាន់ផងដែរដែលប្រទេសថៃត្រូវតែព្យាយាមដោះស្រាយបញ្ហានយោបាយរបស់យើងនឹងធ្វើឲ្យនយោបាយរបស់យើងនឹងវិលត្រឡប់មកតាមផ្លូវត្រឹមត្រូវវិញនេះហើយជាអ្វីដែលរដ្ឋាភិបាលរបស់លោកកំពុងតែព្យាយាមធ្វើបាទនេះគឺជាសេចក្តីរាយការណ៍របស់ Bloomberg ហើយសារព័ត៌មានថៃបានបញ្ជាក់ព័ត៌មានមួយជាការធ្វើបច្ចុប្បន្នភាពហើយខ្ញុំសូមជម្រាបជូនប្រិយមិត្តផងដែរកាលពីម្សិលមិញបាទម្សិលមិញសារព័ត៌មាននៅខាងប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាលោកប្រធានាធិបតី Donald Trump បានអនុម័តពន្ធគយ 0% សម្រាប់ទៅលើផលិតផលឧស្សាហកម្មកសិកម្មមួយចំនួនបាទសម្រាប់ម៉ាឡេស៊ីថៃហើយនិងកម្ពុជាប៉ុន្តែលោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃទើបតែមកដល់ប្រទេសវិញលោកស្រីបាននិយាយថាការចរចានោះគឺមិនបានជោគជ័យទេគឺប្រទេសថៃនៅតែត្រូវបង់ពន្ធចំនួន 19% ដដែលគឺមិនបានផលិតផលមួយចំនួនថា 0% សម្រាប់ម៉ាឡេស៊ីកម្ពុជានិងថៃនោះគឺអត់ទាន់បាននៅឡើយទេណាបាទនេះគឺជាការមួយដែលលោកស្រីបំភ្លឺបន្ថែមទៅនឹងសេចក្តីរាយការណ៍របស់សារព័ត៌មានម៉ាឡេស៊ីបាទដែលបាននិយាយបាទដែលបានរាយការណ៍ក្នុងកាលពីថ្ងៃម្សិលមិញថាបានសម្រេចហើយនោះប៉ុន្តែឥឡូវហ្នឹងនៅទេនៅកំពុងតែចរចាអត់ទាន់បាន final ទេបាទអញ្ចឹងខាងកម្ពុជាខ្ញុំអត់ទាន់បានឮដែរណាខាងកម្ពុជាអត់ទាន់បានឮដែរក៏ប៉ុន្តែបើយោងតាមខាងសេតាវិមានខ្ញុំមើលពីខាងសេតាវិមានវិញទេពេលដែលខ្ញុំចូលទៅមើលគឺសេតាវិមានក៏អាប់ដេតទៅពាក្យថា potential 0% បាទគឺមានលទ្ធភាពនឹងឲ្យដល់ 0% សម្រាប់កម្ពុជាអញ្ចឹងណាបាទអញ្ចឹងសម្រាប់កម្ពុជាអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតទី1គឺសារព័ត៌មានម៉ាឡេស៊ីផ្សាយខ្ញុំយកមកជម្រាបជូនហ្នឹងគឺថាម៉ាឡេស៊ីគាត់ថាបានហើយកម្ពុជាម៉ាឡេស៊ីនិងថៃបាន 0% ហើយណាក៏ប៉ុន្តែឥឡូវនេះម៉ាឡេស៊ីក៏មិនទាន់បញ្ជាក់យ៉ាងម៉េចដែរបើជាម៉ាឡេស៊ីគេបានមុនយ៉ាងម៉េចមិនដឹងហើយខាងឥណ្ឌូនេស៊ីក៏ព្យាយាមដែរពេលហ្នឹងណាបាទឥឡូវគឺរដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មរបស់ថៃបានចេញមកនិយាយថាអត់បានជោគជ័យទេសម្រាប់ប្រទេសថៃបាទគឺនៅ 19% ដដែលដោយឡែកខាងពីកម្ពុជាគឺក៏ខ្ញុំអត់ទាន់ឮសូខាងរដ្ឋាភិបាលកម្ពុជាលោកប្រកាសដែរបាទតែខ្ញុំទៅមើលនៅខាង White House គឺនៅក្នុងឯកសារដើមគាត់នៅថាប្រើពាក្យថា potential 0% អាចមានលទ្ធភាពនឹងទទួលបាន 0% បាទអញ្ចឹងនេះគឺយ៉ាងម៉េចខ្ញុំអាប់ដេតធ្វើបច្ចុប្បន្នភាពជូនប្រិមិត្តប៉ុណ្ណឹងបាទបើសិនជាយ៉ាងណាយ៉ាងណីក៏យើងនឹងរងចាំទៀតអាចនឹងមានពួកគាត់ថា potential 0% អាចមានលទ្ធភាព 0% ប៉ុន្តែអាចនឹងមានចំណុចណាមួយដែលសហរដ្ឋអាមេរិកនៅត្រូវការទៀតយ៉ាងម៉េចបាទអញ្ចឹងគឺយើងនឹងរងចាំមើលទាំងអស់គ្នាដែរណាបាទដូចខ្ញុំបានជម្រាបចឹងបើខ្ញុំដឹងប៉ុណ្ណាខ្ញុំជម្រាបជូនប៉ុណ្ណឹងមិនផ្ដល់នៅក្តីសង្ឃឹមខ្លាំងខ្លាយទៅដល់ប្រិមិត្តទេបាទ